រឿងនិទានព្រះនាងផ្កាយមាសនិងព្រៃវេទមន្តកាលពីយូរលង់ណាស់មកហើយនៅក្នុងនគរមួយឈ្មោះថាសុវណ្ណភូមិមានប្រាសាទធំស្រស់ស្អាតស្ថិតនៅកណ្ដាលភ្នំនិងព្រៃបៃតងខៀវស្រងាត់នៅទីនោះមានព្រះនាងតូចម្នាក់ឈ្មោះព្រះនាងផ្កាយមាសដែលមានចិត្តសប្បុរសនិងស្រឡាញ់ប្រជាជនខ្លាំងណាស់ព្រះនាងមានសក់វែងពណ៌មាសភ្លឺរលោងដូចពន្លឺព្រះអាទិត្យហើយភ្នែករបស់នាងភ្លឺដូចផ្កាយនៅលើមេឃរាល់ថ្ងៃព្រះនាងតែងតែដើរលេងក្នុងភូមិជួយអ្នកក្រីក្រនិងលេងជាមួយកុមារតូចៗតែមានរឿងមួយដែលគ្មាននរណាដឹងនៅជ្រៅក្នុងព្រៃវេទមន្តមានអំណាចងងឹតមួយកំពុងភ្ញាក់ឡើងជំពូកទី1ពន្លឺអាតកំបាំងយប់មួយពេលព្រះនាងកំពុងគេងស្រាប់តែមានពន្លឺពណ៌ខៀវភ្លឺចេញពីក្រៅបង្អួចព្រះនាងសំឡេងទន់ភ្លឺមួយហៅឡើងព្រះនាងបើកភ្នែកយឺតហើយឃើញសត្វទេពតូចមួយមានស្លាបភ្លឺហោះនៅមុខនាងអ្នកជានរណាព្រះនាងសួរដោយភ្ញាក់ផ្អើលខ្ញុំឈ្មោះលីណាខ្ញុំជាទេពការពារព្រៃវេទមន្តព្រះនាងត្រូវជួយពិភពលោកយើងព្រះនាងភ័យបន្តិចប៉ុន្តែចិត្តក្លាហានធ្វើឲ្យនាងសួរបន្តតើមានអ្វីកើតឡើងលីណាប្រាប់ថាព្រះមន្តអាក្រក់ម្នាក់ឈ្មោះមូរុកបានភ្ញាក់ពីការគេងជីវោឆ្នាំហើយគេចង់លួចគ្រាប់ផ្កាយពន្លឺដែលជាអំណាចការពារនគរបើគ្រាប់ផ្កាយនោះធ្លាក់ទៅក្នុងដៃមូរុកពិភពលោកនឹងពោពេញដោយភាពងងឹតជារៀងរហូតជំពូកទី20ដំណើរចូលព្រៃវេទមន្តព្រឹកថ្ងៃបន្ទាប់ព្រះនាងសម្រេចចិត្តចាកចេញពីប្រាសាទដោយសម្ងាត់នាងជិះសេះពណ៌សឈ្មោះពន្លឺហើយធ្វើដំណើរទៅកាន់ព្រៃវេទមន្តពេលចូលដល់ក្នុងព្រៃអ្វីមើលទៅអស្ចារ្យខ្លាំងណាស់ដើមឈើមានពន្លឺភ្លឺផ្កាច្រៀងបានហើយសត្វតូចនិយាយភាសាមនុស្សបានភ្លាមនោះមានសំឡេងមួយឮពីក្រោយគុម្ពឈើឈប់សិនព្រះនាងភ្ញាក់ផ្អើលហើយឃើញក្មេងប្រុសម្នាក់កាន់ធ្នូឈរនៅទីនោះខ្ញុំឈ្មោះអារ៉ាន់ខ្ញុំជាអ្នកការពារព្រៃនេះអ្នកមិនគួរមកទីនេះទេវាគ្រោះថ្នាក់ណាស់ព្រះនាងប្រាប់ពីបេសកកម្មរបស់នាងអារ៉ាន់ស្ងៀមមួយភ្លែតរួចញញឹមបើដូច្នោះខ្ញុំនឹងជួយអ្នកជំពូកទី3ស្ពាននៃការភ័យខ្លាចដើម្បីទៅដល់ប្រាសាទចាស់ដែលរក្សាគ្រាប់ផ្កាយពន្លឺពួកគេត្រូវឆ្លងកាត់ស្ពាននៃការភ័យខ្លាចស្ពាននោះវែងនិងស្ថិតលើជ្រោះជ្រៅងងឹតពេលព្រះនាងដើរលើស្ពាននាងចាប់ផ្ដើមឮសំឡេងចម្លែកអ្នកមិនអាចធ្វើបានទេអ្នកខ្សោយពេកត្រឡប់ទៅវិញទៅព្រះនាងភ័យខ្លាំងណាស់ជើងរបស់នាងចាប់ផ្ដើមញ័រតែអារ៉ាន់និយាយថាស្ពាននេះបង្កើតពីការភ័យខ្លាចបើអ្នកជឿលើខ្លួនឯងវានឹងមិនអាចធ្វើអ្វីអ្នកបានទេព្រះនាងដកដង្ហើមជ្រៅហើយនឹកដល់ប្រជាជនដែលនាងស្រឡាញ់បន្តិចម្ដងពន្លឺមាសចេញពីបេះដូងនាងហើយសំឡេងអាក្រក់ទាំងអស់ក៏បាត់ទៅស្ពានចាប់ផ្ដើមភ្លឺស្រស់ស្អាតពួកគេបានឆ្លងកាត់ដោយសុវត្ថិភាពជំពូកទី4ព្រះមន្តអាក្រក់មូរុកនៅទីបំផុតពួកគេទៅដល់ប្រាសាទបុរាណនៅកណ្ដាលបន្ទប់ធំមានគ្រាប់ផ្កាយពន្លឺកំពុងអណ្ដែតក្នុងខ្យល់តែភ្លាមនោះខ្យល់ខ្មៅក៏បក់ខ្លាំងហាទីបំផុតខ្ញុំរកឃើញវាហើយមូរុកបង្ហាញខ្លួនក្នុងអាវខ្មៅវែងនិងភ្នែកក្រហមភ្លឺគេបាញ់អំណាចងងឹតមកកាន់ព្រះនាងនិងអារ៉ាន់ប្រយ័ត្នអារ៉ាន់ស្រែកពួកគេរត់គេចខណៈជញ្ជាំងប្រាសាទចាប់ផ្ដើមរលំមូរុកសើចយ៉ាងអាក្រក់អ្នកមិនអាចឈ្នះខ្ញុំបានទេព្រះនាងកាន់គ្រាប់ផ្កាយពន្លឺក្នុងដៃភ្លាមនោះនាងមានអារម្មណ៍ថាក្តៅនិងមានពន្លឺខ្លាំងពេញខ្លួនសំឡេងទន់មួយឮក្នុងចិត្តនាងអំណាចពិតមិនមែនកើតពីកំហឹងទេតែកើតពីចិត្តសប្បុរសនិងក្តីស្រឡាញ់ព្រះនាងបិទភ្នែកហើយគិតដល់មនុស្សទាំងអស់ដែលនាងចង់ការពារភ្លាមពន្លឺមាសធំមួយផ្ទុះចេញពីខ្លួននាងមរុកស្រែកដោយការឈឺចាប់អត់ទេអេអំណាចងងឹតរបស់គេចាប់ផ្ដើមបាត់ទៅរហូតដល់គេរលាយក្នុងខ្យល់ខ្មៅជំពូកទី50នគរនៃពន្លឺក្រោយពេលមរុកបាត់ទៅព្រៃវេទមន្តក៏ត្រឡប់មកស្រស់ស្អាតវិញផ្ការីកពេញព្រៃសត្វទាំងអស់ច្រៀងដោយសប្បាយរីករាយហើយមេឃភ្លឺថ្លាដូចមុនលីណាហោះមកញញឹមព្រះនាងផ្កាយមាសអ្នកបានសង្គ្រោះពិភពលោកហើយអារ៉ាន់ញញឹមទៅកាន់ព្រះនាងអ្នកមិនត្រឹមតែជាព្រះនាងទេអ្នកគឺជាវីរនារីពិតប្រាកដព្រះនាងញញឹមត្រឡប់យើងទាំងអស់គ្នាជួយគ្នាទេតើក្រោយមកព្រះនាងត្រឡប់ទៅនគរសុវណ្ណភូមិវិញប្រជាជនទាំងអស់សប្បាយចិត្តយ៉ាងខ្លាំងហើយរៀបចំពិធីធំមួយអបអរសាទរ
ចាប់ពីថ្ងៃនោះមកព្រះនាងផ្កាយមាសបានក្លាយជាសញ្ញានៃក្តីសង្ឃឹមនិងពន្លឺសម្រាប់មនុស្សគ្រប់គ្នាហើយរៀងរាល់យប់នៅលើមេឃនៃនគរសុវណ្ណភូមិមានផ្កាយមួយភ្លឺជាងគេនិយាយថានោះគឺជាផ្កាយរបស់ព្រះនាងផ្កាយមាសដែលនៅតែការពារពិភពលោកជារៀងរហូត